សួស្តីអ្នកទាំងអស់គ្នាជាពិសេសគឺសិស្សថ្នាក់ទី12បាទដែលត្រៀមប្រឡងបាក់ឌុបនៅក្នុងឆ្នាំ2026នេះទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានលើកយកលំហាត់ limit រៀងមិនកំណត់0 0ទៅលើលំហាត់ប្រតិបត្តិនៅទង្វើទី13ដើម្បីជាជំនួយដល់អ្នកទាំងអស់គ្នាអញ្ចឹងដោយសារលំហាត់ limit ភាគច្រើនលំហាត់នៅក្នុងប្រតិបត្តិហ្នឹងគឺលំហាត់ប្រតិបត្តិគឺមិនមានអត្រាកំណែទេអញ្ចឹងអឺខ្ញុំធ្វើនេះគឺដើម្បីជាជំនួយដល់អ្នកទាំងអស់គ្នាផងដែរ ហើយសម្រាប់លំហាត់នេះគឺស្ថិតនៅក្នុងលំហាត់គណិតថ្នាក់ទី12កម្រិតមូលដ្ឋានតោះអញ្ចឹងយើងទៅធ្វើការដោះស្រាយលំហាត់limit របស់យើងទាំងអស់គ្នាអញ្ចឹងមកដល់កន្លែងនេះជាដំបូងគឺយើងត្រូវមើលតើលំហាត់ limit របស់យើងគឺ x ខិតទៅរកប៉ុន្មានអញ្ចឹងយើងឃើញហើយថា limit របស់យើងគឺ x បាទខិតជិតប៉ុន្មានខិតជិតដក2អញ្ចឹងមានន័យថាកន្លែងណានេះក្នុងអនុគមរបស់យើងឬក៏កន្សោមរបស់យើងកន្លែងណាដែលមាន x គឺយើងត្រូវជំនួសចូលដោយដក2បាទយើងជំនួសរករៀងវាសិនបាទយើងជំនួសចូលដោយដក2អញ្ចឹងនៅពេលដែលយើងជំនួសបាទ x ដោយដក2អញ្ចឹងយើងឃើញថាខាងលើក៏0ខាងក្រោមក៏0អញ្ចឹងពេលដែលយើងបូកដកលេខទៅវាឃើញថាខាងលើក៏0ខាងក្រោមក៏0អញ្ចឹងយើងថា limit ហ្នឹងគឺរៀងមិនកំណត់0លើ0តើដើម្បីដោះស្រាយលំហាត់ limit រៀងមិនកំណត់0លើ0តើយើងត្រូវធ្វើដូចម្តេចអញ្ចឹងដើម្បីដោះស្រាយលំហាត់ limit រៀងមិនកំណត់0លើ0គឺយើងត្រូវចាប់បាទជាកតាទាំងភាគយកហើយនិងភាគបែងរួចហើយសម្រួលកតាដែលដូចគ្នាចោលបន្ទាប់មកយើងគណនាលំហាត់ limit ជាថ្មីបាទរួចជាការស្រេចអញ្ចឹងយើងធ្វើដោយរបៀបណាយើងចាប់ជាកតាដោយរបៀបណាអញ្ចឹងខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីការចាប់ជាកតាបាទដោយប្រើការចែកស៊ីនេតិកបាទតោះតើគេចែកដោយរបៀបណាជាដំបូងគឺអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមចាប់ខាងលើដាក់ជាផលគុណកតាបាទចាប់ជាកតាអញ្ចឹងដំបូងគឺអ្នកទាំងអស់គ្នាមើលបាទគឺស្រង់មេគុណវាបាទយើងឃើញថាអឺ x គីបមេគុណរបស់វាគឺ1មែនអត់ x គីបនឹងមានមេគុណ1តោះឥឡូវយើងមើលទាំងអស់គ្នាបាទនេះអ្នកទាំងអស់គ្នាមើលមកខាងនេះ x គីបគឺមានមេគុណ1អញ្ចឹងខ្ញុំស្រង់មកបាន1បន្ទាប់ពី x គីបគឺ x ការ៉េ x ការ៉េគឺមានមេគុណ3អញ្ចឹងខ្ញុំដាក់3ហើយបន្ទាប់មកអឺ x គឺមានមេគុណ2អញ្ចឹងខ្ញុំដាក់2បន្ទាប់មកទៀតគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមគូសបន្តិតបែបនេះបន្ទាប់ពីអ្នកទាំងអស់គ្នាគូសបន្តិតរួចគឺអ្នកទាំងអស់គ្នាមើលមកកាន់ limit តើ x ខិតជិតប៉ុន្មានអញ្ចឹង x ខិតជិតដក2អញ្ចឹងកាលណា x ខិតជិតដក2គឺអ្នកទាំងអស់គ្នាទៅសេដក2នៅខាងឆ្វេងមកបាទនេះសេដក2បែបនេះមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាធ្វើការគូសបន្តិតបែបនេះម្ដងទៀតហើយបន្ទាប់ពីអ្នកទាំងអស់គ្នាគូសបន្តិតរួចគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមទម្លាក់តួដំបូងគឺ1អ្នកទាំងអស់គ្នាទម្លាក់1ចុះបាទទម្លាក់1ចុះបែបនេះបន្ទាប់ពីអ្នកទាំងអស់គ្នាទម្លាក់1ចុះហើយគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមយក1នេះទៅគុណជាមួយនឹងដក2អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាយក1គុណនឹងដក2គឺបានដក2អញ្ចឹងយើងទៅសេដក2ក្រោមលេខ3បន្ទាប់មកទៀតអ្នកទាំងអស់គ្នាយក3បូកជាមួយនឹងដក2អញ្ចឹងយើងទទួលបាន1បាទយើងទៅសេ1ខាងក្រោមនឹងមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាយក1នេះទៅគុណជាមួយនឹងបាទដក2ម្ដងទៀតនេះយក1នេះបាទយក1នេះយើងយកគុណជាមួយនឹងដក2បន្ទាប់ពីអ្នកទាំងអស់គ្នាយកគុណជាមួយនឹងដក2គឺអ្នកទាំងអស់គ្នាទទួលបានដក2បាទអញ្ចឹងយើងទៅសេដក2ខាងក្រោមលេខ2នឹងមករួចហើយយក2បូកជាមួយនឹងដក2អញ្ចឹងលទ្ធផល2បូកនឹងដក2គឺស្មើ0កាលណាតួខាងក្រោយរបស់យើងស្មើ0មានន័យថាតួខាងក្រោយរបស់យើងនេះស្មើ0មានន័យថាយើងអាចចាប់ខាងលើនេះគឺជាផលគុណកតាបានហើយបាទអញ្ចឹងខ្ញុំនឹងធ្វើការបង្រៀនអ្នកនរគ្នាចាប់ប៉ុន្តែយើងបានខាងលើយើងអាចចាប់វាជាកតាបានហើយអញ្ចឹងយើងមកមើលខាងក្រោមម្ដងនេះយើងមកមើលខាងក្រោមម្ដងតើយើងចាប់វាជាកតាបានដែរឬទេតោះឥឡូវយើងមើលខាងក្រោមម្ដងបាទខាងក្រោមគឺមើល x ការ៉េ x ការ៉េគឺមានមេគុណ1បាទយើងមកមើលមកនេះបាទខ្ញុំសរសេរលេខ1បន្ទាប់មកនេះ x x គឺវាដក x អញ្ចឹងមេគុណរបស់វាគឺដក1អញ្ចឹងខ្ញុំសរសេរដក1បន្ទាប់ពី x គឺជាចំនួនថេរមួយគឺដក6អញ្ចឹងដក6ខ្ញុំសូមសរសេរដក5 6នឹងមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមគូសបន្ទាត់ដូចដើម
រួចហើយអ្នកទាំងអស់គ្នាទៅសេបាទដក2នៅខាងឆ្វេងដដែលបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមគូសបន្តិតបែបនេះហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមទម្លាក់តួដំបូងគេគឺ1អ្នកទាំងអស់គ្នាទម្លាក់មកបន្ទាប់ពីអ្នកទាំងអស់គ្នាទម្លាក់ហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមយក1នេះយកទៅគុណជាមួយនឹងដក2ដដែលបាទដើម្បីចាប់ជាកតាអញ្ចឹងយើងបានដក2បន្ទាប់មកអ្នកទាំងអស់គ្នាយកដក1បូកជាមួយនឹងដក2អញ្ចឹងលទ្ធផលរបស់យើងទទួលបានគឺដក3បន្ទាប់មកទៀតអ្នកទាំងអស់គ្នាយកដក3ទៅគុណជាមួយនឹងដក2ដក3គុណដក2គឺបាន6អញ្ចឹងយើងសរសេរលេខ6ក្រោមលេខដក6ហ្នឹងមកបន្ទាប់មកអ្នកទាំងអស់គ្នាយកដក6បូក6អញ្ចឹងយើងទទួលបានលេខ0បាទអញ្ចឹងមានន័យថានេះអានេះក៏យើងអាចចាប់ជាកតាបានអានេះគឺជាខាងលើហើយអានេះក៏យើងអាចចាប់ជាកតាបាននេះគឺជាខាងក្រោមអញ្ចឹងមានន័យថាទាំងខាងលើហើយនិងទាំងខាងក្រោមគឺយើងអាចចាប់ជាកតាបានណាតោះឥឡូវយើងចាប់ជាកតាបែបណាតោះទៅមើលការចាប់ជាកតាទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាចាប់ជាកតានៅពេលដែលអ្នកទាំងអស់គ្នាចែកស៊ីនេតិកបានបែបនេះហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចំណាំដែរនៅពេលអ្នកទាំងអស់គ្នាចែកគឺស្រង់មេគុណបន្ទាប់មកអ្នកទាំងអស់គ្នាធ្វើតាមលំដាប់លំដោយដែលខ្ញុំបានបង្ហាញហើយនឹងនៅពេលដែលយើងបាទគុណទៅបូកដកទៅគឺខាងលទ្ធផលខាងក្រោយនេះគឺស្មើ0ទើបយើងអាចចាប់ជាកតាបានតោះឥឡូវយើងទៅចាប់ជាកតាទាំងអស់គ្នាតើគេចាប់របៀបម៉េចតោះអញ្ចឹងខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាជាដំបូងគឺអ្នកទាំងអស់គ្នាត្រូវមើលទៅលើលំហាត់ limit x ខិតជិតមែនដក2អញ្ចឹងកតាដំបូងគឺ x កាលណា x ខិតជិតបាទអ្នកកាលណា x របស់យើងបាទខិតជិតដក2បាទដក2បែបនេះគឺដឹងតែកតារបស់វាទាំងលើទាំងក្រោមគឺទាំងភាគយកនិងភាគបែងគឺ x បូក2បាទកតាដំបូងរបស់វាគឺ x បូក2ទាំងខាងលើនិងខាងក្រោមអញ្ចឹងបើឧទាហរណ៍ថា x ខិតជិតបើឧទាហរណ៍ថា x ខិតជិតនេះវិញ x ខិតជិត2អញ្ចឹងដូរសញ្ញាមកគឺ x ដក2វិញបាទអ្នកនរគ្នាអាចមើលប្រៀបធៀបខាងលើនឹងបាននេះដោយសារ limit របស់យើងគឺ x ខិតជិតដក2អញ្ចឹងកតាដំបូងរបស់វាទាំងលើទាំងក្រោមគឺ x បូក2អូខេឬក៏យើងមើលកន្លែងនេះក៏បានបាទកាលណាដកគឺបូកបាទបើ x ខិតជិត2អញ្ចឹងយើងបានកតារបស់យើងគឺ x ដក2អញ្ចឹងសង្ឃឹមថាអ្នកនរគ្នាយល់កន្លែងហ្នឹងតោះឥឡូវយើងទៅមើលការចាប់ជាកតាទាំងអស់គ្នាតោះឥឡូវយើងចាប់ជាកតានេះគឺខ្ញុំចាប់ជាកតាបានបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាមើលដូចដែលខ្ញុំបាននិយាយអញ្ចឹងកាលណា x ខិតជិតដក2អញ្ចឹងកតាដំបូងរបស់វាគឺ x បូក2ទាំងលើទាំងក្រោមនេះកតារបស់វាដំបូងគឺ x បូក2ទាំងលើទាំងក្រោមបន្ទាប់មកគឺអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាហេបានកន្លែង x ការ៉េបូក x បានត្នេះមកពីណាអញ្ចឹងកន្លែងនេះគឺអ្នកទាំងអស់គ្នាត្រូវទៅមើលនៅក្នុងតារាងរបស់យើងនេះតារាងដែលយើងចែកស៊ីនេតិកនេះបាទអញ្ចឹងយើងមើល1បាទយើងមើល1នេះគឺយើងមើលទៅលើប្រៀបធៀបទៅលើនេះអ្វីដែលយើងបានចែកកន្លែងនេះអញ្ចឹងកាលណាគឺ x គីបគឺយើងត្រូវថយដឺក្រេវា1អញ្ចឹងយើងបាន1គឺកន្លែងនេះគឺប្រៀបដូចជា1 x ការ៉េបាទ x ការ៉េអាហ្នឹងគឺយើងថយដឺក្រេវា1ដោយសារកន្លែងនេះគឺយើងមាន x គីបឃើញអត់អញ្ចឹងយើងដឺក្រេរបស់យើងត្រូវថយ1គឺយើងបាន x ការ៉េអញ្ចឹង1នេះយើងមិនបាច់ទៅសេបានអត់បាទគឺបានគឺ1នេះយើងមិនបាច់ទៅសេទេយើងទៅសេតែ x ការ៉េឈប់នេះយើងទៅសេតែx ការ៉េបែបនេះមកបន្ទាប់មកទៀតគឺអ្នកនរគ្នាមើលបន្តទៅទៀតមើលបន្តមកនេះទៀតបន្ទាប់ពី x ការ៉េគឺអីគេ x ធម្មតាមែនអត់អញ្ចឹងអានេះ1គឺយើងអាចសរសេរដោយសារ1នឹងវាមិនមែនជាសញ្ញាដកទេគឺវាបូកអញ្ចឹងយើងបានបូក x ធម្មតានឹងមកបាទអញ្ចឹងនេះដែលយើងបានគឺ x ការ៉េបូក x អញ្ចឹងកតាបន្ទាប់គឺ x ការ៉េបូក x បាទសង្ឃឹមថាអ្នកនរគ្នាយល់កន្លែងហ្នឹងបាទតោះឥឡូវយើងទៅមើលខាងក្រោមម្ដងនេះខាងលើអស់ហើយណាខាងលើបាទយើងទៅមើលខាងក្រោមមូលហេតុអីបាន x ដក3អញ្ចឹងយើងមើលនេះអានេះគឺយើងមើលនេះយើងមើលអានេះយើងមិន1អញ្ចឹង1យើងមើលទៅលើនេះអានេះរបស់យើងគឺ x ការ៉េ
x ការ៉េអញ្ចឹងយើងថយ degree 1 x ការ៉េគឺថយ degree 1គឺសល់ x អញ្ចឹងកន្លែងនេះគឺបាន 1x ដែលយើងអាចសរសេរថា x បានអត់បានបន្ទាប់ពី x គឺជាចំនួនថេរមួយអញ្ចឹងគឺជាចំនួនលេខមួយគឺដក3អញ្ចឹងយើងដាក់ដក3មកបាទអញ្ចឹងដាក់ដក3អញ្ចឹងយើងបាន x ដក3អញ្ចឹងនេះកត្តាដែលយើងបានគឺ x ដក3បាទស្គឹមតែអ្នកទាំងអស់គ្នាយល់កន្លែងហ្នឹងខ្ញុំព្យាយាមបញ្យល់អ្នកទាំងអស់គ្នាមួយហើយបាទតោះឥឡូវយើងធ្វើការបន្ទាប់ពីយើងចាប់វាជាកត្តាបានអស់ហើយអញ្ចឹងយើងនឹងចាប់ផ្ដើមធ្វើការគណនាលំហាត់ limit របស់យើងទាំងអស់គ្នាតោះ let's go តោះអញ្ចឹងបន្ទាប់មកគឺអ្នកទាំងអស់គ្នាសម្រួលកត្តាដែលដូចគ្នាចោលផ្ទះសម្រួល x បូក2ហើយនិង x បូក2អញ្ចឹងវានៅសល់តែ x ការ៉េនេះនៅសល់តែ x ការ៉េនៅសល់តែអ្នកទាំងអស់គ្នានៅសល់តែ x ការ៉េបូក x ហើយនិង x ដក3អញ្ចឹងយើងធ្វើការគណនាលំហាត់ limit នឹងជាថ្មីដោយចំនួនលេខចូលបាទអញ្ចឹងយើងឃើញថាយើងចំនួនកន្លែងណាដែលមាន x គឺយើងចំនួនចូលឲ្យដក2ទៅបាទតែមកនេះបានដក2លេខជាការ៉េបូកឲ្យដក2ហើយនេះដក2ដក3អញ្ចឹងយើងស៊ីសងវាទៅគឺបានដក2លេខជាការ៉េបាន4ហើយនេះបានដក2ហើយដក2ដក3ស្មើដក5តែមកយើងស៊ីសងលេខមកខ្ញុំសុំសរសេរមកដាក់ខាងនេះអញ្ចឹង2ដក2គឺស្មើ2រីឯដក5យើងទុកដដែលអញ្ចឹងបានដក2លើ5អញ្ចឹងចម្លើយលំហាត់ limit របស់យើងគឺដក2លើ5តោះឥឡូវយើងទៅដោះស្រាយលំហាត់ limit អក្សរខម្ដងអញ្ចឹងអក្សរខក៏មិនខុសគ្នាដែរគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការជំនួសលេខរករៀងវាសិនអញ្ចឹងខ្ញុំបានជំនួសហើយគឺវាឃើញថាលំហាត់ limit ហ្នឹងគឺរៀងមិនកំណត់0ទៅ0ទៀតហើយអញ្ចឹងដំបូងគឺខ្ញុំនឹងធ្វើការចាប់ខាងលើនេះជាផគុណជាកតាផគុណកតាអញ្ចឹងយើងមាន x គីបអញ្ចឹងយើងមាន x គីបបាទអញ្ចឹងមេគុណរបស់វាគឺប៉ុន្មានមេគុណរបស់វាគឺឥឡូវខ្ញុំសូមបញ្យល់អ្នកនរគ្នាបន្ទាប់ពី x គីបគឺបន្ទាប់ពី x គីបគឺ x អីគេ x គីបគឺបន្ទាប់ពី x គីបគឺ x ការ៉េហើយបន្ទាប់ពី x ការ៉េគឺ x បន្ទាប់ពី x គឺជាចំនួនលេខណាមួយដូចជាចំនួនថេរណាមួយដូចខ្ញុំតាំងដោយ a ចុះឬក៏ខ្ញុំតាំងដោយ d ឬក៏ខ្ញុំតាំងដោយ c អញ្ចឹងអានេះគឺជាចំនួនលេខណាមួយបាទតែយើងកុំខ្វល់អីកន្លែងហ្នឹងបាទអញ្ចឹងយើងមើលកន្លែងនេះសិនមកអញ្ចឹងយើងមើល x គីប x គីបយើងមានមេគុណប៉ុន្មានគឺមានមេគុណ8យើងស្រង់មកយើងបាន8ហេតុអ្វីបានជាខ្ញុំដាក់0កន្លែងនេះមូលហេតុដែលខ្ញុំដាក់0ដោយសារតែវាមាន x ការ៉េបន្ទាប់ទៀតនេះអញ្ចឹង x ការ៉េវាមាន x ការ៉េតែវាមាន1អត់ទេដោយសារមើលប្រធានបទរបស់យើងគឺគេមិនបានឲ្យ x ការ៉េទេឲ្យ x គីបរួចគេឲ្យជាចំនួនថេរដក1តែម្ដងអញ្ចឹងកន្លែងហ្នឹងវាមានបង្កប់នៅចំនួន x ការ៉េហើយនិង x អញ្ចឹងកាលណាវាអត់មានអញ្ចឹងយើងដាក់វា0ហើយនេះគឺ x អញ្ចឹង0បន្ទាប់មកទៀតគឺជាចំនួនថេរបាទគឺដក1គឺយើងដាក់ដក1ធម្មតាមកបាទបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមគូសបន្ទាត់ដូចមុនហើយអ្នកទាំងអស់គ្នាមើលទៅកាន់ limit x ខិតជិតប៉ុន្មាន x ខិតជិត1លើ2អញ្ចឹងយើងសរសេរ1លើ2នៅខាងឆ្វេងមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាគូសបន្ទាត់បែបនេះរួចបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមទម្លាក់តួដំបូងគេបង្អស់គឺ8អ្នកទាំងអស់គ្នាធ្វើការទម្លាក់8ចុះrồiហើយយក8នេះទៅគុណជាមួយនឹង1លើ2គឺបាន8លើ2 8លើ2យើងចែកមកគឺបាន4អញ្ចឹងយើងសរសេរ4ក្រោមលេខ0បន្ទាប់មកយើងយក0បូកជាមួយ4អញ្ចឹងវាស្មើ4rồiហើយយើងយក4គុណនឹង1លើ2យើងបាន4លើ2អញ្ចឹង4លើ2ឆែកមកយើងបាន2បន្ទាប់មកយើងយក0បូកជាមួយនឹង2ហើយយើងបាន2បន្ទាប់មកទៀតយើងយក2នេះទៅគុណជាមួយនឹង1លើ2អញ្ចឹងយើងបាន2លើ2យើងស្មើ1បាទអញ្ចឹងយើងយកដក1បូក1គឺស្មើ0អញ្ចឹងកន្លែងនេះគឺយើងអាចចាប់វាជាផលគុណកត្តាបានហើយកាលណាឃើញ0តោះឥឡូវយើងមកមើលខាងក្រោមម្ដងកត្តាខាងក្រោមគឺ 6x ការ៉េដក 5x បូក1អញ្ចឹងស្រង់មេគុណមកយើងបាន x ការ៉េយើងបានមេគុណ6ហើយ x នេះគឺយើងបានមេគុណដក5ហើយបូក1នេះយើងបានមេគុណ1បន្តមកទៀតអ្នកនរគ្នាចាប់ផ្ដើមគូសបន្ទាត់បែបនេះម្ដងទៀតរួចហើយអ្នកនរគ្នាចាប់ផ្ដើមបាទសរសេរលេខ1លើ2បាននៅខាងឆ្វេងហើយគូសបន្ទាត់បន្ទាប់មកអ្នកនរគ្នាទម្លាក់តួដំបូងគឺ6ហើយយក6គុណនឹង1លើ2ចឹងយើងបាន6លើ2ហើយ6លើ2យើងចែកជាមួយនឹង2ទៅគឺស្មើ3បន្ទាប់មកយកដក5បូក3គឺស្មើដក2អញ្ចឹងយកដក2គុណជាមួយនឹង1លើ2អញ្ចឹងយើងស្មើនឹងដក2លើ2សម្រួលទៅគឺស្មើនឹងដក1អញ្ចឹងយើងបានដក1យក
1 បូកនឹងដក 1 គឺស្មើ0បែបនេះអញ្ចឹងយើងអាចចាប់ពីជាផលគុណកត្តាបានទាំងលើទាំងក្រោមហើយតោះឥឡូវយើងធ្វើការចាប់ទាំងអស់គ្នាដោយដែលខ្ញុំបានបញ្យល់នៅក្នុងលំហាត់ទី1អញ្ចឹងគឺដូចគ្នាទាំងអស់តោះអញ្ចឹងខ្ញុំចាប់ជាកត្តាមកបានបែបនេះអញ្ចឹងកាលណាលីមីត x ខិតជិត1លើ2អញ្ចឹងកត្តាដំបូងរបស់វាទាំងលើទាំងក្រោមគឺ x ដក1លើ2បាទកាលណាកន្លែងនេះដកគឺកត្តាវាបូកបើនេះបូកគឺដកអញ្ចឹងទាំងលើទាំងក្រោមបែបនេះបន្ទាប់មកអ្នកនរគ្នានេះយើងមកមើលកន្លែងនេះបាទនេះតើយើងចាប់ជាកត្តាបន្ទាប់ទៀតបានដោយរបៀបណាអញ្ចឹងយើងមើលដូចខ្ញុំប្រាប់យើងមើលកន្លែងនេះគឺ8ហ្នឹងគឺជាយើងមើលកន្លែងនេះគឺតួ x អីគេ x គីបអញ្ចឹងយើងត្រូវថយ degree វា1អញ្ចឹងថយ degree វា1យើងបាន 8x ការ៉េនេះ 8x ការ៉េហើយយើងមើលបន្ទាប់ទៀតគឺ4អញ្ចឹងកាលណា x ការ៉េបន្ទាប់ពី x ការ៉េគឺ x ធម្មតាមិនថាគឺ x សេគុណ1អញ្ចឹងយើងបានដោយសារវាមានសញ្ញាដកអីទេគឺយើងបានបូក 4x នេះបូក 4x បន្ទាប់មកទៀតយើងមើលទៅលើកន្លែង2នេះអញ្ចឹងបូកបន្ទាប់ពី x គឺចំនួនថេរធម្មតាគឺបូក2អូខេអញ្ចឹងយើងមកមើលខាងក្រោមគឺយើងបាន6ហ្នឹងគឺយើងមើលកន្លែងនេះទៀតដោយសារ 6x ការ៉េអញ្ចឹងថយ degree វា1គឺសល់ 6x អញ្ចឹងនេះគឺ 6x អញ្ចឹងបន្ទាប់មកទៀតគឺដក2យើងដាក់ដក2ធម្មតាមកបាទអញ្ចឹងការចាប់ជាកត្តាគឺមានតែប៉ុណ្្នឹងទៀតអញ្ចឹងយើងធ្វើការដោះស្រាយលំហាត់លីមីតនឹងទាំងអស់គ្នាតោះអញ្ចឹងយើងចាប់ផ្ដើមសម្រួលកត្តាដែលដូចគ្នាចោលនេះចោលទៅបាទ x ដក1លើ2គឺយើងសម្រួលចោលបន្ទាប់មកយើងនៅសល់តែ x ការ៉េបូក 4x បូក2នៅលើ 6x ដក2អញ្ចឹងយើងចាប់ផ្ដើមកន្លែងណាដែលមាន x គឺយើងចាប់ផ្ដើមជំនួសចូលដោយ1លើ2បាទអញ្ចឹងខ្ញុំសូមជំនួសចូលទៅគឺយើងបានប៉ុណ្ណឹងហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមបូកដកលេខស៊ីសងលេខទៅគឺស្មើនឹងប៉ុណ្ណេះគឺបាន2ខាងលើគឺបាន2បូក2បូក2ហើយខាងក្រោមគឺបាន3ដក2អញ្ចឹងចម្លើយរបស់យើងបាន6លើ1ហើយស្មើ5 6អញ្ចឹងដូចនេះលំហាត់លីមីតអក្សរខរបស់យើងគឺចម្លើយស្មើ5 6អញ្ចឹងនេះគឺជាអត្រាកំណែមួយដើម្បីសម្រួលដល់សិស្សថ្នាក់ទី12ទាំងអស់គ្នាទៅលើលំហាត់ប្រតិបត្តិអញ្ចឹងអ្នកនរគ្នាកុំភ្លេចចុច Subscribe ហើយនិង Like វីដេអូនឹងម្នាក់មួយដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តក្នុងការដោះស្រាយលំហាត់ប្រតិបត្តិបន្តទៀតឬក៏អ្នកនរគ្នាចង់ខ្ញុំដោះស្រាយលំហាត់អីផ្សេងទៀតគឺអ្នកនរគ្នាអាច comment បានអញ្ចឹងបាយបាយអ្នកនរគ្នា